បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើការរែងពងពូជទាំងយប់តែម្ដងដោយសារថ្ងៃរវល់បងប្អូនអើយឥឡូវយើងធ្វើការដាក់ភ្ញាស់ណាថ្ងៃមុនធ្វើវីដេអូរែងនេះហ៎បងប្អូនដាក់ឲ្យវាពងណាចង់ជាប់មាត់ហ្នឹងណាសាររៀងហត់តិចបងប្អូនតែឆ្លៀតធ្វើវីដេអូចែកជូនបងប្អូនមិនតិចនេះគឺថាបានច្រើនបងប្អូនចូលកន្លះគីឡូចង់កន្លះគីឡូនេះបានច្រើននេះអញ្ចឹងខ្ញុំដាក់កាតូ3មុនបងប្អូនបានឃើញអញ្ចឹងបាទកាតូ3ហ្នឹងឥឡូវចូល4ថ្ងៃ5ថ្ងៃហ្នឹងហើយបងប្អូនតាមពិតត្រូវតែ3ថ្ងៃទេហើយថ្ងៃនេះខ្ញុំធ្វើការបង្ហាញបន្តិចព្រោះបងប្អូនយើងខ្លះក៏គាត់មិនទាន់ចេះទេហើយបងប្អូនណាដែលចេះបាទបងប្អូនអាចអូសរំលងវីដេអូខ្ញុំបានបាទនេះសិតតែពងពូជរបស់ខ្ញុំហើយគឺថាបានច្រើនគួរសមបងប្អូនបាទនេះសិតធ្លាក់មកក្រោមរើដាក់វិញសារកញ្ច្រែងលិចបងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរយើងធ្វើការបាទបញ្ជាក់បងប្អូនតិចបាទខាងក្រោមនេះខ្ញុំដាក់ខ្សាច់ខ្ញុំមានសកៃដូងទេខ្ញុំដាក់ខ្សាច់បងប្អូនអញ្ចឹងឃើញថាញាស់ល្អដែរខ្សាច់ណាបាទនៅខ្ញុំដាក់ខ្សាច់សើមដូចខ្ញុំធ្លាប់បានប្រាប់បងប្អូនអញ្ចឹងនេះបាទនេះយើងដាក់ខ្សាច់ប៉ុណ្្នឹងមកបាទឃើញទេបងប្អូនបាទអត់មានទឹកអត់មានអីទេគ្រាន់តែថាវាសើមបាទវាសើមល្អអញ្ចឹងខ្ញុំធ្វើការចាក់ពងពូជចូលតែម្ដងបងប្អូនមិនដឹងអស់អត់ទេបងប្អូនអស់ក៏អស់មិនអស់ក៏ខ្ញុំដាក់ប្រហែលជាដាក់តែប៉ុណ្្នឹងទេបាទបងប្អូននេះខ្ញុំដាក់ហើយខ្ញុំវីអញ្ចឹងមកដូចជាច្រើនជ្រុលបងប្អូនបាទច្រើនជ្រុលខ្ញុំធ្វើការរំលែកបាទរំលែកមកដាក់ខាងនេះមួយទៀតច្រើនណាបងប្អូនណានេះចូលចង់កន្លះគីឡូទៅហើយអញ្ចឹងក្នុងម៉ានេះយើងដាក់បានតែ3ទេហើយបានតែ2ខាំទេបងប្អូនបាទអធិស្ឋានបាទឥឡូវខ្ញុំធ្វើការដាក់មួយទៀតបាទការភ្ញាស់គឺបែបហ្នឹងបងប្អូនបាទនេះសំខាន់ណាបាទយើងចេះចិញ្ចឹមគឺយើងត្រូវចេះភ្ញាស់ខ្លួនឯងដើម្បីពេលលើកក្រោយទៅគឺយើងអត់ពិបាកទិញពងពូជគេទេគឺយើងបានទិញតែម្ដងគឺយើងបាទយើងអាចបង្កើតជាពងពូជខ្លួនឯងបាទបងប្អូនដាក់ប្រហាប់តិចមកហើយយើងយកពីនេះមកដាក់ទៅនោះខ្លះដោយសារច្រើនបងប្អូនបាទកាលណាច្រើនកលើគ្នាទៅធ្វើឲ្យសំណើមរបស់វាបាទអត់គ្រប់គ្រាន់អញ្ចឹងកដោបខ្ញុំអត់ល្អទេបាទឥឡូវខ្ញុំដាក់ប៉ុណ្ណេះបាទខ្ញុំខ្វៀអញ្ចឹងដោយសារខ្ញុំធ្វើខ្លួនឯងបាទយើងអត់បានផ្ញើទៅណាទេបាទគឺយើងរៀបបែបហ្នឹងមកបន្ទាប់មកទៀតនេះបងប្អូនបាទខ្សាច់សើមដូចគ្នាបងប្អូនយកមកដាក់ពីលើចេះមកនេះប៉ុន្តែមិនបាច់ចាំប្រហាប់ទេណាបងប្អូនបាទខ្ញុំត្រឡប់ខ្ញុំដាក់គឺអញ្ចឹងខ្ញុំដាក់មកពេញមកហើយមិនបាច់ប្រហាប់ទេប្រហាប់ក៏វាបែកពងណាមួយវាកើតមកវាញាស់អត់ចេញអត់រួចទេបាទអញ្ចឹងមកគ្រាន់តែវីប៉ុណ្ណឹងបងប្អូនមិនបាច់សកត់ទេឥឡូវខ្ញុំដាក់អានេះមួយទៀតបានច្រើនបងប្អូនបាទបានច្រើនខ្ញុំថាយកទៅប៉ុណ្ណឹងតាឥឡូវបានច្រើនអញ្ចឹងគឺខ្ញុំដាក់2មុនខ្ញុំថាយកតែមួយទេខ្ញុំយកពងពូជតែមួយទេដើម្បីបង្កាត់ពូជបន្តទៀតតម្រាំស្មៅខ្ញុំដោះណាបាទមកនេះខ្ទង់2ខាំបងប្អូនច្រើនបងប្អូនឥឡូវយើងដាក់ទៀតបាទរយបែបហ្នឹងបងប្អូនងាយសូមបញ្ជាក់ថាពងពូជនេះគឺខ្ញុំអត់ហាលថ្ងៃទេបងប្អូនគឺខ្ញុំដាក់តែក្នុងម្លប់ទេប៉ុន្តែយកកន្លែងមានពលឺបាទមិនមែនម្លប់ពេកមិនក្តៅពេកបាទតែខ្ញុំអត់មានហាលថ្ងៃណាបងប្អូនសម្រាប់ខ្សាច់គឺយើងដាក់រៀងក្រាស់តិចមកបងប្អូនដោយសារខ្សាច់វាអាចនឹងឆាប់ហួតណាយើងភ្លេចខ្លួនវាហួតអស់លីងបាទនេះខ្ញុំគាត់ទៅវីទេខ្ញុំអត់ប្រហាប់ទេបងប្អូនបាទយើងដាក់មកស្មើអញ្ចឹងនេះបាទវាស្មើមកបាទបងប្អូនឃើញទេគាត់មកស្មើបានហើយអានេះចឹងដែរធានាតែញាស់ល្អបងប្អូនបាទកុំឲ្យបងប្អូនហាលថ្ងៃបើហាលថ្ងៃខ្ញុំអត់ដឹងទេតែបើធ្វើបែបនេះដាក់ក្នុងម្លប់តែមានពលឺអញ្ចឹងណាបងប្អូនបាទឃើញទេបាទឥឡូវខ្ញុំបានរៀបរួចហើយបាទរៀបបែបហ្នឹងបាទអូខេបងប្អូនបាទឥឡូវយើងធ្វើការក្របវា
បាទបងប្អូនឥឡូវយើងធ្វើការក្របែបនេះដោយសារនេះខ្ញុំពីមុនខ្ញុំចោះឥឡូវខ្ញុំអត់ចោះក៏បានមិនចោះក៏បានអាហ្នឹងធ្វើម៉េចបងប្អូនក្របឲ្យជិតមកណាសម្រាប់ខ្ញុំគឺខ្ញុំក្របរយៈពេល2ថ្ងៃនេះទៅដូចវារៀងច្រើនថ្ងៃទៅហើយវាចូល5ថ្ងៃហ្នឹងហើយអញ្ចឹងរយៈពេលប្រហែលជា4ថ្ងៃក្រោយគឺយើងចាប់ផ្ដើមបើកមើលថាវារីកអត់អញ្ចឹងណាអញ្ចឹងបងប្អូនវែកមើលទៅហើយចាំខ្ញុំធ្វើវីដេអូបង្ហាញបន្ថែមទៀតបាទបងប្អូនក្របឲ្យជិតមកណាកុំឲ្យមានចំហដាក់វាជិតណាបាទក្របបែបហ្នឹងមានអីតែប៉ុណ្ណឹងហើយយើងដាក់មានសយ៉ាបមានអីបាទឥឡូវដោយសារយប់ខ្ញុំអត់បានបង្ហាញទេបងប្អូនបាទនេះដាក់ក្បែរសយ៉ាបអញ្ចឹងមកដូចខ្ញុំអញ្ចឹងខ្ញុំដាក់ក្បែរសយ៉ាបហើយខ្ញុំក្របកណាត់ពីលើណាដើម្បីប្រហប់វាហើយតាក់ទងនឹងដែលយើងបើកមើលញយអីហ្នឹងអាហ្នឹងជាបច្ចេកទេសរបស់បងប្អូនយើងផ្សេងទេហើយខ្ញុំបែបហ្នឹងអាកន្លែងប្រហោងនេះគឺខ្ញុំបាទលុបវាកុំឲ្យវាប្រហោងច្រើនដោយសារខ្ញុំចោះច្រើនបាទខ្ញុំយកខ្សែដាក់បែបហ្នឹងដោយសារខ្ញុំធ្វើអញ្ចឹងគឺវាបានផលរបស់ខ្ញុំដែរបងប្អូនបាទញាស់ចូល 90% ញាស់ល្អមែនតើបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយចាំមើលថ្ងៃដែលខ្ញុំបើកមើលចាំខ្ញុំធ្វើវីដេអូចែកជូនបងប្អូនម្ដងទៀតបាទអរគុណច្រើនបាទជម្រាបលា